សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាយប់នេះយើងខ្ញុំនឹងនាំយកអារម្មណ៍អ្នកទាំងអស់គ្នាទៅកាន់នៅរឿងរ៉ាវមួយដ៏គួរឲ្យព្រឺព្រួចដែលបានកើតឡើងនៅតាមបណ្ដាខេត្តដាច់ស្រយាលមួយកន្លែងនៅក្នុងប្រទេសកម្ពុជាយើងកាលពី30ឆ្នាំមុននេះគឺជារឿងរ៉ាវនៃមឈូសសពមួយដែលគេនាំមកដាក់ទុកនៅក្នុងវត្តមួយប៉ុន្តែនៅពីក្រោយមឈូសសពមួយនោះមានអាថ៌កំបាំងដ៏គួរឲ្យភ័យខ្លាចមួយបានលាក់កំបាំងនេះគឺជារឿងរ៉ាវរបស់ក្មួយសារ៉េតដែលកំពុងតែឈរមើលរថយន្តចាស់មួយកំពុងតែបើកចូលមកក្នុងបរិវេណវត្តខណៈពេលដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងពួកអ្នកភូមិឈរជជែកគ្នាដោយខ្សឹបខ្សៀវដោយភ្នែករបស់ពួកគេគ្រប់រូបសុទ្ធតែសម្លឹងមើលមឈូសមួយនោះគេថាសពនេះជាសពរបស់ពូប៊ុនថាជាអ្នកដែលលេងមន្តអាគមខ្មៅពួកគេខ្សឹបគ្នាទៀតថាពូប៊ុនថានេះបានស្លាប់ដោយសារតែមន្តអាគមរបស់ខ្លួនឯងដែលបានត្រឡប់មកវាយប្រហារគាត់វិញហើយព្រលឹងរបស់គាត់នៅតែវិលវល់នៅក្នុងសពនោះដែរពេលនោះដែរបរិសុទ្ធក្នុងភូមិដ៏រឹងមាំចំនួន8នាក់បានព្យាយាមលើកមឈូសនេះឡើងប៉ុន្តែវាធ្ងន់ខ្លាំងណាស់ដូចជាមានអ្វីមួយកំពុងតែសង្កត់ជាប់អញ្ចឹងប្រុសទាំង8នាក់នោះពួកគេបែកញើសពេញខ្លួនសរសៃឈាមប៉ោងពេញកនឹងថ្ងាសប៉ុន្តែមឈូសនោះនៅតែមិនរង្គើឡើយវាដូចជាត្រូវបានគេចាក់បេតុងជាប់យ៉ាងរឹងមាំអ្នកភូមិចាប់ផ្ដើមមានការភ័យខ្លាចហើយខ្លះក៏ចាប់ផ្ដើមដកខ្លួនថយពីកន្លែងនោះវិញតាម៉ែនជាអ្នកដែលចេះដឹងខាងផ្នែកវេទមន្តគាត់បានបោះជំហានឆ្ពោះទៅមុខលោកតាមានអាវុធមួយនៅក្នុងដៃដែលប្រជាជនទាំងអស់ជឿថាអាចកម្ចាត់អំពើអាក្រក់ទាំងឡាយបានភ្នែករបស់តាម៉ែនពេញទៅដោយភាពម៉ឺងម៉ាត់និងអំណាចលោកដើរកាត់ហ្វូងមនុស្សដែលកំពុងតែភ័យស្លន់ស្លោហើយឈរទល់មុខនឹងមឈូសនោះអ្នកភូមិទាំងអស់នៅស្ងៀមស្ងាត់ហើយសម្លឹងមើលតាម៉ែនដោយសង្ឃឹមថាលោកនឹងអាចដោះស្រាយបញ្ហានេះបានតាម៉ែនបានបិទភ្នែកហើយចាប់ផ្ដើមរំលឹកគុណគ្រូមន្តអាគមរបស់គាត់ស្រាប់តែសំឡេងដ៏អាថ៌កំបាំងរបស់លោកតាបានបន្លឺឡើងយ៉ាងខ្លាំងក្លាធ្វើឲ្យបរិយាកាសជុំវិញនោះកាន់តែមានភាពតានតឹងឡើងលោកតាបានលើកមុខកំបិតឡើងហើយបន្តសូត្រមន្តអាគមដោយសំឡេងដ៏សន្ធឹកយ៉ាងខ្លាំងអ្នកភូមិទាំងអស់គ្នាឈរស្ងៀមហើយសម្លឹងមើលតាម៉ែនដោយដង្ហើមញ័រញ័រលោកតាបានយកមុខកំបិតចុចចូលទៅក្នុងគម្របមឈូសហើយស្រែកសូត្រមន្តអាគមយ៉ាងខ្លាំងក្លាបន្ទាប់មកមឈូសនោះក៏ស្រាប់តែស្រាលឡើងដូចជារោមសត្វអញ្ចឹងពេលនោះស្រាប់តែមានផ្សែងខ្មៅមួយបានផុសចេញពីស្នាមប្រេះនៃមឈូសហើយមានសំឡេងយំសោកយ៉ាងគួរឲ្យខ្លាចបន្លឺឡើងអ្នកភូមិទាំងអស់ស្រែកឡើងដោយភាពភ័យខ្លាចប៉ុន្តែតាម៉ែននៅតែឈរយ៉ាងស្ងប់ស្ងាត់ហើយបន្តសូត្រមន្តអាគមបន្តទៀតយប់ទី1នៃការសូត្រមន្តអាគមបានចាប់ផ្ដើមឡើងដោយមានអ្នកភូមិមួយចំនួនអង្គុយស្ដាប់បរិយាកាសក្នុងសាលាឆាន់នោះគឺស្ងប់ស្ងាត់ដូចជាព្រៃថ្មសាងពន្លឺទៀនដ៏ស្រអាប់បានបំភ្លឺមុខមនុស្សគ្រប់គ្នាហើយស្រមោលរបស់ពួកគេក៏ញ័រទៅតាមខ្យល់ដែលបក់បោកអ្នកភូមិខ្លះអង្គុយកាន់កម្រងផ្កានិងធូបដោយភ្នែករបស់ពួកគេសម្លឹងមើលទៅមឈូសនោះដោយភាពភ័យខ្លាចរំពេចនោះដែរខ្យល់ព្យុះដ៏ខ្លាំងមួយបានបក់បោកចូលមកក្នុងសាលាឆាន់នោះហើយភ្លើងទៀនក៏រលត់ទៅមនុស្សគ្រប់គ្នាចាប់ផ្ដើមភ័យស្លន់ស្លោភ័យខ្លាចហើយស្រែកហៅគ្នាទៅវិញទៅមកវត្ថុផ្សេងត្រូវបានខ្យល់បក់បោកដួលរលំអស់ហើយក្រដាសនិងផ្កាក៏រប៉ាត់ខ្ចាត់ខ្ចាយពាសពេញសាលាឆាន់ក្មួយសារ៉េតបានរត់ទៅពួននៅពីក្រោយសសរធំមួយ
ដោយដៃញ័ររំជួយពេលនោះឆ្កែក្នុងភូមិទាំងអស់បានងើបមុខឡើងហើយព្រុសលូតគ្នាយ៉ាងគួរឲ្យខ្លាចបំផុតវាហាក់ដូចជាកំពុងតែប្រមាញ់រកអ្វីមួយដែលគេមើលមិនឃើញសំឡេងឆ្កែលូបានបន្លឺឡើងពីពេញវត្តហើយវាមិនមែនជាសំឡេងដែលលូធម្មតានោះទេវាជាសំឡេងលូដែលពោពេញទៅដោយភាពភ័យខ្លាចនិងការព្រមានពីអ្វីមួយឆ្កែទាំងនោះឈររំរងជួរគ្នាហើយសម្លឹងមើលទៅព្រៃដងងងឹតដែលនៅខាងមុខវត្តនោះក្មួយសារ៉េតបានក្រឡេកមើលទៅព្រៃខាងមុខនោះហើយឃើញមានស្រមោលខ្មៅធំកំពុងតែធ្វើដំណើរមករកពួកគេវាជាអ្វីដែលគួរឲ្យខ្លាចជាងស្រមោលធម្មតាទៅទៀតស្រមោលទាំងនោះមានរាងដូចជាមនុស្សប៉ុន្តែវាធំជាងនិងខ្មៅជាងស្រមោលធម្មតាវាកំពុងតែធ្វើដំណើរយ៉ាងយឺតប៉ុន្តែពិតប្រាកដណាស់វាកំពុងតែចូលមកជិតហើយក្មួយសារ៉េតមានអារម្មណ៍ថាសក់របស់គាត់បាសឡើងជ្រងដោយភាពភ័យខ្លាចពេលនោះដែរតាម៉ែនបានកាន់ធូបមួយដុំធំហើយដើរចេញទៅឈរនៅទីធ្លាវត្តលោកតាកំពុងតែប្រើអំណាចនៃមន្តអាគមដើម្បីកម្ចាត់វិញ្ញាណអាក្រក់ទាំងនោះសំឡេងសូត្រមន្តរបស់តាម៉ែនបានបន្លឺឡើងយ៉ាងខ្លាំងប៉ុន្តែសំឡេងលូរបស់ឆ្កែនិងសំឡេងខ្យល់ព្យុះក៏បានបន្លឺឡើងយ៉ាងខ្លាំងក្លាដូចគ្នាវាហាក់ដូចជាមានការប្រជែងគ្នារវាងអំណាចនៃព្រះពុទ្ធសាសនានិងអំណាចនៃមន្តអាគមខ្មែរអញ្ចឹងលោកតាបានដោតធូបទាំង16ដើមទៅក្នុងដីដើម្បីបង្កើតជារបងការពារកុំឲ្យវិញ្ញាណអាក្រក់ទាំងនោះចូលមកក្នុងវត្តនោះបានធូបទាំងនោះបានឆេះយ៉ាងភ្លឺចែងចាំងនៅក្នុងទីងងឹតហើយផ្សែងរបស់វាបានបង្កើតជារង្វង់ការពារជុំវិញសាលាឆាន់នោះវិញ្ញាណអាក្រក់ទាំងនោះបានឈប់នៅគែមរង្វង់ផ្សែងហើយមិនអាចចូលមកជិតសាលាឆាន់នោះបានឡើយភ្លាមនោះខ្យល់ព្យុះក៏ស្ងប់ស្ងាត់ទៅវិញតាម៉ែនឈរតែម្នាក់ឯងនៅទីធ្លានោះហើយសម្លឹងមើលទៅមឈូសនោះដោយភ្នែកពេញទៅដោយការប្រុងប្រយ័ត្នភ្លៀងដែលធ្លាប់តែធ្លាក់យ៉ាងខ្លាំងក៏បានស្រាលចុះមកត្រឹមតែរលឹមតិចវិញអ្នកភូមិទាំងអស់បានដកដង្ហើមធំវែងដោយភាពធូរស្រាលប៉ុន្តែការភ័យខ្លាចនៅតែបន្តកើតមាននៅក្នុងចិត្តរបស់ពួកគេគ្រប់គ្នាលុះដល់យប់ទី2បានចូលមកដល់លើកនេះមានតែក្មួយសារ៉េតនិងតាម៉ែនទេដែលនៅក្នុងសាលាឆាន់នោះអ្នកភូមិផ្សេងទៀតបានភៀសខ្លួនទៅផ្ទះវិញអស់ហើយដោយសារតែភ័យខ្លាចខ្លាំងពេកតាម៉ែនអង្គុយសូត្រមន្តនៅជិតមឈូសនោះចំណែកក្មួយសារ៉េតអង្គុយនៅជ្រុងម្ខាងនៃសាលាដោយកាន់ដៃគ្នាយ៉ាងណែនបរិយាកាសក្នុងសាលាឆាន់គឺស្ងប់ស្ងាត់គួរឲ្យខ្លាចហើយគ្មានសំឡេងអ្វីក្រៅតែពីសំឡេងសូត្រមន្តរបស់តាម៉ែននោះទេក្នុងពេលដែលកំពុងតែអង្គុយក្មួយសារ៉េតបានឃើញស្រមោលមនុស្សកំពុងតែឈរនៅក្រៅពន្លឺហើយពួកគេកំពុងតែព្យាយាមចូលមកក្នុងសាលាឆាន់ទាំងនេះគឺជាវិញ្ញាណអាក្រក់ដែលកំពុងតែឈររងចាំឱកាសពួកវាមានរូបរាងស្គមស្គាំងនិងខ្មៅងងឹតហើយភ្នែករបស់វាបញ្ចេញពន្លឺពណ៌ក្រហមតិចនៅក្នុងទីងងឹតក្មួយសារ៉េតបានបិទភ្នែកយ៉ាងជិតហើយសូត្រមន្តនៅក្នុងចិត្តដើម្បីបណ្ដេញរូបភាពទាំងនេះចេញពីគំនិតរបស់គាត់ក្មួយសារ៉េតក៏លេចមើលទៅតាម៉ែនហើយឃើញថាលោកតាកំពុងតែអង្គុយយ៉ាងស្ងប់ស្ងាត់ដូចជាមិនបានឃើញប្រតិកម្មអ្វីទាំងអស់ប៉ុន្តែក្នុងចិត្តរបស់ក្មួយសារ៉េតគាត់ដឹងថាមានអ្វីមួយកំពុងតែកើតឡើងហើយស្រាប់តែពេលនោះតាម៉ែនបានបើកភ្នែកឡើងហើយសម្លឹងមើលទៅក្មួយរបស់គាត់ដោយភ្នែកដ៏មើងម៉ាត់លោកតាបានដឹងថាក្មួយរបស់គាត់កំពុងតែភ័យខ្លាចលោកតាបានងក់ក្បាលបន្តិចដើម្បីបង្ហាញថា
អ្វីគឺល្អប្រសើរទេលុះដល់ព្រឹកឡើងក្មួយសារ៉េតបានទទួលភារកិច្ចរៀបចំកម្រងផ្កាសម្រាប់ដាក់មុខមឈូសនេះគាត់បានដើរទៅជិតមឈូសដោយចិត្តពោពេញទៅដោយភាពផិតភ័យពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមបានបំភ្លឺពាសពេញសាលាឆាន់ទាំងមូលហើយធ្វើឲ្យស្រមោលរបស់មឈូសនោះមើលទៅគួរឲ្យខ្លាចជាងនៅពេលយប់ទៅទៀតក្មួយសារ៉េតបានដាក់កម្រងផ្កានៅមុខមឈូសដោយដៃញ័រពេលកំពុងតែរៀបចំផ្កាក្មួយសារ៉េតបានក៏លេចមើលតាមកញ្ចក់នៃមឈូសហើយឃើញមុខសពដែលមិនដូចជាមនុស្សធម្មតាស្បែករបស់ពូប៊ុនថាមានពណ៌បៃតងចាស់ហើយពេញទៅដោយសរសៃឈាមក្រហមខ្មៅសរសៃឈាមទាំងនោះមិននៅស្ងៀមទេវាហាក់ដូចជាកំពុងតែធ្វើចលនាដូចមានជីវិតដូចជាកំពុងតែបូមយកថាមពលអាបធ្មប់ទៅឲ្យសពនេះក្មួយសារ៉េតបានដកដៃចេញភ្លាមដោយការផិតភ័យហើយក៏ដួលទៅលើដីមួយរំពេចក្មួយសារ៉េតបានភ័យខ្លាចរហូតដល់ដួលទៅលើដីហើយនោះតាម៉ែនបានចូលមកដល់ល្មមហើយឃើញក្មួយរបស់គាត់កំពុងតែភ័យខ្លាចលោកតាបានដើរទៅមើលមឈូសនោះដោយដឹងថារឿងនេះមិនមែនជារឿងធម្មតានោះទេលោកតាបានឃើញសរសៃឈាមខ្មៅនោះដូចគ្នាហើយដឹងថាមន្តអាគមខ្មៅកំពុងតែគ្រប់គ្រងសពនេះហើយលោកតាបានបែរទៅរកក្មួយរបស់គាត់ហើយញញឹមដើម្បីបំបត្តិការភ័យខ្លាចរបស់ក្មួយគាត់ពេលចូលទៅដល់យប់ទី3ដែលជាយប់ចុងក្រោយបានមកដល់បរិយាកាសនៅក្នុងសាលាឆាន់នោះគឺកាន់តែអ៊ូអាប់និងធ្ងន់ធ្ងរជាងយប់មុនទៅទៀតមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានអ្វីមួយកំពុងតែគំរាមកំហែងពួកគេហើយអ្នកភូមិដែលនៅសេសសល់បានអង្គុយជាក្រុមតូចដោយភ្នែករបស់ពួកគេសម្លឹងមើលទៅមឈូសនោះដោយភាពភ័យខ្លាចស្រាប់តែខ្យល់នៅក្នុងសាលាឆាន់គឺឡើងត្រជាក់ស្រេបទោះបីជាវាជាពេលរាត្រីរដូវវស្សាក៏ដោយព្រំពេជ្រនោះស្រាប់តែមានក្លិនស្អុយដ៏គួរឲ្យខ្លាចមួយបានភាយចេញពីមឈូសមកវាមិនមែនជាក្លិនសពធម្មតាទេប៉ុន្តែវាជាក្លិនស្អុយនៃអំពើអាក្រក់ដែលកំពុងតែឆេះឆួលនៅខាងក្នុងមឈូសនោះក្លិននោះបានភាយចេញពីពេញសាលាឆាន់ទាំងមូលហើយធ្វើឲ្យមនុស្សម្នាគ្រប់គ្នាចង្អាចង់ក្អួតអ្នកភូមិខ្លះបានរត់ចេញពីសាលាឆាន់ដោយមិនអាចទ្រាំនឹងក្លិននោះបានក្មួយសារ៉េតបានយកដៃបិទមាត់ហើយព្យាយាមទប់ដង្ហើមខ្លួនឯងចំណែកឯតាម៉ែនបានកាន់ធូបមួយដុំធំហើយចាប់ដើមសូត្រមន្តអាគមក្លិនឈ្ងុយនៃធូបបានបំបត្តិក្លិនស្អុយអាក្រក់ទាំងនោះហើយបានធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់ឡើងវិញផ្សែងធូបបានបក់បោកខ្សែភាយពីពេញសាលាឆាន់ហើយធ្វើឲ្យអ្វីមើលទៅដូចជាសុបិនអាក្រក់អញ្ចឹងអ្នកភូមិដែលនៅសល់ដកដង្ហើមយ៉ាងធូរស្បើយប៉ុន្តែភាពភ័យខ្លាចនៅតែបន្តកើតឡើងមានដដែលហ្នឹងពេលថ្ងៃត្រង់នៃពិធីបុណ្យសពមេឃបានប្រែទៅជាពណ៌ស្វាយអាប់អួរវាមិនមែនជាបាតុភូតធម្មជាតិនោះទេប៉ុន្តែវាជាអំណាចនៃមន្តអាគមខ្មៅដែលកំពុងតែបង្ហាញខ្លួនហើយអ្នកភូមិបានឈរមើលមេឃដោយភាពភ័យខ្លាចហើយខ្លះបានចាប់ផ្ដើមសូត្រមន្តដើម្បីសុំការការពារគ្មានសំឡេងសត្វស្លាបឬសត្វល្អិតណាមួយដែលត្រូវបានគេឮឡើងឡើយមានតែភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចប៉ុណ្ណោះនោះទេនៅពេលនោះគ្រានោះបរិសុទ្ធក្នុងភូមិចំនួន20នាក់បានព្យាយាមលើកមឈូសនេះឡើងដាក់លើរទេះប៉ុន្តែវានៅតែមិនអាចលើកវារួចវាហាក់បីដូចជាមានកម្លាំងអាកំបាំងមួយកំពុងតែសង្កត់មឈូសនោះចុះអញ្ចឹងមុខរបស់បរិសុទ្ធទាំងនោះប្រែជាពណ៌ក្រហមដោយការប្រឹងប្រែងហើយញើសក៏ហូរចុះមកតាមថ្ងាសរបស់ពួកគេគ្រប់គ្នាអ្នកភូមិខ្លះបានចាប់ផ្ដើមស្រែកដោយភាពអស់សង្ឃឹមចំណែកតាម៉ែនបានរុញច្រានហ្វូមមនុស្ស
ហើយចូលទៅចិត្តមឈូសលោកតាបានកាន់ដំបងវេទមន្តរបស់គាត់មួយដែលគេជឿថាអាចកម្ចាត់នៅអំពើអាក្រក់ទាំងឡាយបានវាជាគ្រឿងអិសរយុទ្ធដែលតាម៉ែនបានប្រើនៅក្នុងពិធីបុណ្យសពជាច្រើនមកហើយអ្នកភូមិបានឈរស្ងៀមហើយសម្លឹងមើលតាម៉ែនដោយក្តីសង្ឃឹមលោកតាបានលើកដំបងឡើងហើយវាយទៅលើគម្របមឈូសចំនួន3ដងសម្លេងដ៏ខ្លាំងនោះបានបន្លឺឡើងដូចជាផ្គរលាន់ហើយធ្វើឲ្យមនុស្សគ្រប់គ្នាមានការផិតភ័យជាខ្លាំងរាល់ការវាយម្ដងផ្សែងខ្មៅបានផុសចេញពីមឈូសហើយសម្លេងយំសោកក៏បានបន្លឺឡើងដែរបន្ទាប់ពីការវាយលើកទី3មឈូសនោះក៏ចាប់ផ្ដើមលើកបានបន្ទាប់ពីការវាយរបស់តាម៉ែនរួចមកមឈូសនោះក៏ស្រាលវិញហើយគេក៏អាចលើកទៅដាក់លើរទេះបានយ៉ាងងាយស្រួលគ្រប់គ្នាស្រាប់តែមានការធូរស្បើយហើយក៏ចាប់ផ្ដើមរុញរទេះទៅកាន់ទីបូជាសពអ្នកភូមិបានដកដង្ហើមធំដោយក្តីធូរស្រាលហើយខ្លះក៏បានអធិដ្ឋានអរគុណព្រះជាម្ចាស់ផងដែរប៉ុន្តែតាម៉ែននៅតែមានទឹកមុខធ្ងន់ធ្ងរព្រោះលោកតាដឹងថារឿងនេះមិនទាន់ចប់នៅឡើយនោះទេក្បួនដង្ហែសពបានធ្វើដំណើរឆ្ពោះទៅកាន់ទីបច្ឆាដែលឈររងចាំយ៉ាងអស្ចារ្យនៅក្នុងព្រៃបរិយាកាសនៅទីនោះគឺស្ងប់ស្ងាត់និងគួរឲ្យខ្លាចខ្លាំងណាស់ផ្លូវដែលនាំទៅរកទីបច្ឆាគឺចង្អៀតនិងព័ទ្ធជុំវិញទៅដោយដើមឈើធំស្លឹកឈើបានជ្រុះចុះមកដូចជាទឹកភ្នែកនៃព្រៃព្រឹក្សាអ្នកភូមិបានដើរតាមក្បួនដង្ហែដោយស្ងៀមស្ងាត់គ្មាននរណាហ៊ាននិយាយអ្វីឡើយនៅគ្រានោះពេលដែលការដង្ហែដល់ទីបច្ឆាគេបានរុញមឈូសចូលទៅក្នុងបច្ឆាភាពងងឹតនៅខាងក្នុងនោះហាក់បីដូចជាកំពុងតែលេបត្របាក់អ្វីទាំងអស់ទីបច្ឆានោះធ្វើឡើងពីដីឥដ្ឋនិងដែកហើយមានកម្ពស់ខ្ពស់ណាស់វាមើលទៅដូចជាមាត់របស់សត្វចម្លែកដែលកំពុងតែរងចាំលេបត្របាក់គ្រប់សាកសពទាំងអស់អ្នកភូមិបានឈរនៅចម្ងាយឆ្ងាយពីទីបច្ឆាដែលកំពុងតែបូជានោះដោយភ្នែករបស់ពួកគេសម្លឹងមើលទៅដោយភាពភ័យខ្លាចគេបានដុតភ្លើងហើយបិទទ្វារដែកយ៉ាងជិតអណ្ដាតភ្លើងបានឆាបឆេះយ៉ាងខ្លាំងដោយសារតែមានប្រេងសាំងច្រើនសំឡេងភ្លើងបានបន្លឺឡើងដូចជាសត្វសាហាវកំពុងតែស្រែកយំអញ្ចឹងកម្ដៅពីភ្លើងបានសាយភាយពាសពេញបច្ឆាបូជានោះហើយធ្វើឲ្យអ្នកភូមិត្រូវដកថយទៅឆ្ងាយក្មួយសារ៉េតបានឈរមើលភ្លើងដោយភ្នែកពេញទៅដោយក្តីសង្ឃឹមថាអ្វីនឹងត្រូវបានបញ្ចប់បន្ទាប់ពី2ម៉ោងកន្លងផុតទៅផ្សែងខ្មៅដ៏ចម្លែកមួយបានផុសចេញពីបំពង់ឡវាមិនមែនជាផ្សែងភ្លើងធម្មតាទេតែវាមានក្លិនដូចជាឈាមនិងសាកសពផ្សែងនោះមានពណ៌ខ្មៅងងឹតហើយវាបានបង្កើតជារូបរាងចម្លែកនៅលើមេឃអ្នកភូមិបានចាប់ផ្ដើមភ័យខ្លាចម្ដងទៀតហើយខ្លះបានចាប់ផ្ដើមរត់ចេញពីទីនោះផងដែរពេលតាម៉ែនបានបើកទ្វារភ្នក់បូជាសពអ្វីដែលគាត់ឃើញគឺធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនទែនមឈូសបានឆេះអស់ទៅហើយប៉ុន្តែសពរបស់ពូប៊ុនថានៅតែដដែលមិនមានស្លាកស្នាមភ្លើងអ្វីទាំងអស់ស្បែករបស់ពូប៊ុនថានៅតែមានពណ៌បៃតងចាស់ហើយសរសៃឈាមខ្មៅនៅតែបន្តធ្វើចលនាដូចមានជីវិតក្មួយសារ៉េតបានសែកដោយភាពភ័យខ្លាចពេលដែលបានឃើញរូបភាពបែបនោះតាម៉ែនបានដឹងថាមន្តអាគមខ្មៅកំពុងតែការពារសពនេះហើយគាត់បានសម្រេចចិត្តប្រើអំណាចនៃមន្តអាគមសដើម្បីបំផ្លាញអំណាចអាក្រក់ទាំងនេះឲ្យបានលោកតាបានឈរស្ងៀមហើយសម្លឹងមើលសពនោះដោយភ្នែកពេញទៅដោយភាពមើងម៉ាត់លោកតាដឹងថានេះជាការប្រឈមមុខដ៏ធំបំផុតរបស់លោកតាម៉ែនបានដាក់ដៃចូលទៅក្នុងថង់យាមរបស់គាត់ហើយយកចានបាយមួយចេញមក
លោកតាបានយកចានបាយមួយដែលពេញទៅដោយទឹកមុននិងឱសថបុរាណលោកបានចលក់មែកឈើចូលទៅក្នុងទឹកនោះរួចរៀបចំប្រោះព្រំទៅលើសពទឹកមុននោះមានពណ៌ស្រអាប់ហើយមានក្លិនឈ្ងុយនៃឱសថបុរាណវាត្រូវបានគេជឿថាអាចបណ្ដេញអំពើអាក្រក់ទាំងឡាយបានតាម៉ែនបានសូត្រមន្តអាគមហើយប្រោះព្រំទឹកមុនទៅលើសាកសពពេលទឹកមុនប៉ះនឹងសពវាចេញផ្សែងនឹងធ្វើឲ្យសពពុកមន្តាចាប់ដើមរលួយសរសៃឈាមខ្មៅចាប់ដើមស្រកហើយស្បែកក៏ប្រែជាស្លេកស្លាំងសំឡេងហូររបស់ទឹកមុនប៉ះនឹងសពបានបន្លឺឡើងដូចជាសំឡេងសត្វចម្លែកកំពុងតែស្រែកយំមួយសរ៉េតបានឈរមើលដោយភ្នែកពេញទៅដោយការភ្ញាក់ផ្អើលនិងភាពភ័យខ្លាចតាម៉ែនបានដើរទៅក្រោមដើមពោធិ៍ធំមួយដែលនៅខាងក្រោយវត្តដើមឈើនេះត្រូវបានគេជឿថាជាទីស្នាក់របស់ទេវតាហើយវាមានអំណាចក្នុងការការពារវត្តនេះដើមពោធិ៍នេះមានអាយុរាប់រយឆ្នាំហើយឫសរបស់វាធំសម្បើមដូចជាក្រញាំរបស់អសូរកាយតាម៉ែនបានឈរនៅក្រោមដើមពោធិ៍ហើយសូត្រមន្តអាគមសុំការអនុញ្ញាតពីទេវតាលោកបានសូត្រមន្តអាគមហើយកាត់មែកពោធិ៍មួយដែលចង្អុលទៅទិសខាងកើតមែកឈើនេះត្រូវបានគេហៅថាមែកពោធិ៍និព្វានដែលមានអំណាចក្នុងការបំបត្តិរាល់មន្តខ្មៅទាំងឡាយមែកឈើនេះមានរាងត្រង់និងរឹងមាំហើយវាបញ្ចេញពន្លឺពណ៌មាសបន្តិចនៅពេលដែលតាម៉ែនកាន់វាតាម៉ែនបានកាន់មែកឈើនោះយ៉ាងតឹងណែនហើយដើរត្រឡប់ទៅរកបច្ឆាវិញតាម៉ែនបានយកមែកពោធិ៍និព្វាននេះមកដាក់នៅលើទ្រូងរបស់សពពូមន្តាភ្លាមនោះស្រាប់តែមានផ្សែងខ្មៅផុសចេញពីទ្រូងរបស់គាត់ហើយសរសៃឈាមខ្មៅក៏ចាប់ផ្ដើមរួញអស់សំឡេងឆេះឆួលបានបន្លឺឡើងដូចជាគេយកដៃក្តៅមកប៉ះនឹងសាច់ស្រស់ក្មួយសារ៉េតបានឈរមើលដោយភ្នែកពោពេញទៅដោយការភ្ញាក់ផ្អើលលោកតាបានបិទភ្នែកហើយចាប់ផ្ដើមសូត្រមន្តអាគមចុងក្រោយដើម្បីបណ្ដេញវិញ្ញាណអាក្រក់ទាំងនេះឲ្យចេញពីសពនេះសំឡេងរបស់លោកតាបានបន្លឺឡើងយ៉ាងខ្លាំងក្លានិងពោពេញទៅដោយបារមីខ្យល់នៅជុំវិញទីបច្ឆាបានចាប់ដើមបក់យ៉ាងខ្លាំងម្ដងទៀតហើយសំឡេងយំសោកក៏បានបន្លឺឡើងចេញពីគ្រប់ទិសទីតាម៉ែនបានបន្តសូត្រមន្តដោយមិនខ្លាចអ្វីទាំងអស់រំពេចនោះវិញ្ញាណអាក្រក់របស់ពូបន្តាបានផុសចេញពីសពហើយព្យាយាមគេចចេញប៉ុន្តែមែកឈើនិព្វានបានការពារវាមិនឲ្យវារត់គេចខ្លួនបានឡើយវិញ្ញាណនោះមានរូបរាងដូចជាមនុស្សប៉ុន្តែវាមានពណ៌ខ្មៅងងឹតហើយភ្នែករបស់វាបញ្ចេញពន្លឺពណ៌ក្រហមវាបានស្រែកយំយ៉ាងខ្លាំងហើយព្យាយាមវាយប្រហារតាម៉ែនតែតាម៉ែនបានឈរយ៉ាងស្ងប់ស្ងាត់ហើយបន្តសូត្រមន្តដោយមិនភ័យខ្លាចអ្វីទាំងអស់ចុងក្រោយតាម៉ែនបានសូត្រគ្រប់មន្តអាគមយ៉ាងខ្លាំងហើយវិញ្ញាណអាក្រក់នោះក៏បានបាត់ទៅវិញដោយបន្សល់ទុកនៅតែផ្សែងខ្មៅបន្តិចបន្តួចតែប៉ុណ្ណោះវិញ្ញាណនោះបានស្រែកយំយ៉ាងខ្លាំងជាចុងក្រោយមុនពេលដែលវារលាយបាត់ទៅក្នុងខ្យល់អ្នកភូមិដែលនៅសេសសល់បានដកដង្ហើមធំដោយក្តីធូរស្រាលហើយខ្លះក៏បានយំដោយក្តីសង្ឃឹមបន្ទាប់ពីវិញ្ញាណអាក្រក់ត្រូវបានបណ្ដេញចេញគេបានរុញសពនោះចូលទៅក្នុងភ្នួសវិញហើយដុតភ្លើងម្ដងទៀតលើកនេះភ្លើងបានឆេះសពជាធម្មតាអណ្ដាតភ្លើងបានឆាបឆេះយ៉ាងខ្លាំងហើយសពរបស់ពូបន្តាក៏បានឆេះអស់ទៅជាផេះក្មួយសារ៉េតបានឈរមើលដោយភ្នែកពេញទៅដោយក្តីសង្ឃឹមថាអ្វីៗនឹងបានបញ្ចប់ផ្សែងដែលផុសចេញពីបំពង់ភ្នួសឥឡូវនេះមានពណ៌សនិងមានក្លិនឈើឆេះធម្មតាអារម្មណ៍នៃការភ័យខ្លាចនិងភាពអ៊ូអាប់ក៏បានរលាយបាត់ទៅវិញអ្នកភូមិបានចាប់ផ្ដើមដកដង្ហើមធូរស្បើយហើយខ្លះក៏បានចាប់ផ្ដើមនិយាយគ្នាវិញ
ក្មួយសារ៉េតបានញញឹមដោយក្តីសង្ឃឹមថាអ្វីៗបានបញ្ចប់ហើយនៅពេលនេះពេលនោះដែរផ្ទៃមេឃដែលធ្លាប់តែអ៊ូអាប់ក៏ភ្លឺថ្លាឡើងវិញហើយពន្លឺថ្ងៃក៏បានចាំងមកលើទីធ្លាវត្តវាដូចជាសញ្ញាមួយបង្ហាញថាអំពើអាក្រក់ត្រូវបានបញ្ចប់ពន្លឺថ្ងៃបានបំភ្លឺអ្វីៗទាំងអស់ហើយធ្វើឲ្យបរិយាកាសកាន់តែក្តៅឡើងសត្វស្លាបបានចាប់ផ្ដើមច្រៀងម្ដងទៀតហើយជីវិតក៏ចាប់ផ្ដើមត្រឡប់មករកភាពធម្មតាវិញក្មួយសារ៉េតបានដកដង្ហើមធំមួយដោយមានអារម្មណ៍ថារឿងរ៉ាវទាំងអស់នេះបានបញ្ចប់ហើយគាត់បានកលេចមើលទៅតាម៉ែនដោយក្តីគោរពនិងការដឹងគុណគាត់បានដឹងថាតាម៉ែនបានជួយសង្គ្រោះភូមិទាំងមូលពីអំពើអាក្រក់នេះគាត់បានដើរទៅរកតាម៉ែនហើយអោបតាយ៉ាងណែនក្មួយសារ៉េតបានកាន់កោតដែលផ្ទុកធាតុរបស់ពូបន្ថាន់វាជានិមិត្តរូបនៃការបញ្ចប់នៃរឿងរ៉ាវដ៏គួរឲ្យខ្លាចមួយនេះគាត់បានកាន់កោតនោះដោយក្តីគោរពហើយគិតថាវាជាមេរៀនមួយសម្រាប់គាត់និងអ្នកភូមិទាំងអស់គ្នាគាត់បានដាក់កោតនោះទៅក្នុងវត្តដើម្បីឲ្យគេបានចងចាំរឿងរ៉ាវនេះជារៀងរហូតព្រៃជុំវិញវត្តបានត្រឡប់មកភាពស្ងប់ស្ងាត់វិញសត្វស្លាបកំពុងតែច្រៀងហើយគ្មានអ្វីបង្ហាញពីអំពើអាក្រក់ដែលធ្លាប់កើតមាននៅទីនេះទៀតឡើយដើមឈើបានចាប់ផ្ដើមចេញផ្កាម្ដងទៀតហើយស្មៅក៏ចាប់ផ្ដើមដុះដាលឡើងវិញវត្តនេះបានត្រឡប់មកជាកន្លែងស្ងប់ស្ងាត់និងពិសិដ្ឋដូចដើមវិញរឿងរ៉ាវនៃសពដែលដុតមិនឆេះនេះបានបញ្ចប់ទៅដោយសន្តិវិធីវាជាមេរៀនមួយដែលបង្ហាញថាអំណាចនៃអំពើល្អតែងតែឈ្នះអំពើអាក្រក់ជានិច្ចអ្នកភូមិបានរៀនថាមន្តអាគមខ្មៅមិនអាចយកឈ្នះអំណាចនៃព្រះពុទ្ធសាសនាបានឡើយពួកគេបានសន្យាថានឹងមិនប្រើមន្តអាគមខ្មៅនេះទៀតឡើយហើយរឿងនេះគឺជាការរំលឹកដល់យើងទាំងអស់គ្នាថាមន្តអាគមខ្មៅនិងអំពើបាបដែលយើងបានប្រព្រឹត្តនឹងមិនអាចយកឈ្នះអំណាចនៃព្រះពុទ្ធសាសនាបានឡើយអំពើអាក្រក់ដែលយើងបានធ្វើនឹងត្រឡប់មករកយើងវិញដូចជាពូបន្ថាដែរដូច្នេះយើងគួរតែប្រព្រឹត្តតែអំពើល្អនិងគោរពព្រះពុទ្ធសាសនាជានិច្ចសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានរឿងរ៉ាវមួយនេះហើយយប់នេះកុំភ្លេចសូត្រមន្តនិងគោរពនៅវត្ថុស័ក្តិសិទ្ធិដើម្បីការពារខ្លួនយើងពីអំពើអាក្រក់សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគេងលក់នឹងសុបិនល្អហើយកុំភ្លេចថារឿងខ្មោចអាចនឹងកើតឡើងគ្រប់ពេលវេលាដូច្នេះត្រូវតែប្រុងប្រយ័ត្នជានិច្ចសូមអរគុណនិងជួបគ្នានៅក្នុងរឿងរ៉ាវបន្តទៀត